នៅក្នុងពិភពដែលពោពេញដោយអាថ៌កំបាំងមានសត្វទន្សាយមួយដែលសម្លឹងរកអនាគតគាត់មិនចង់នៅទីកន្លែងតែមួយគាត់ចង់ដឹងថាគោលដៅពិតប្រាកដនៃជីវិតគាត់នៅទីណាផ្លូវមិនងាយស្រួលទេមានភ្នំប្រហិតមានអាកាសធាតុកាំងស្ទះប៉ុន្តែគាត់មិនធ្លាក់ទឹកចិត្តគាត់បានយល់ថាគោលដៅមិនមែនអ្វីដែលអ្នករកឃើញនៅចុងផ្លូវទេប៉ុន្តែជាការចេះរីករាយនឹងដំណើរទៅដល់ទីនោះ New Line បន្តដំណើររបស់អ្នកស្វែងរកអត្ថន័យជីវិតសូមចុច Subscribe ដើម្បីជាផ្នែកនៃការរត់ដូចស្ដេចទន្សាយ